បាទសូមគោរពអនុញ្ញាតជម្រាបសួរបាទទៅដល់លោកតាលោកយាយអ៊ំពូមីងហើយបងប្រុសបងស្រីក៏ដូចជាប្អូនប្រុសប្អូនស្រីបាទសម្រាប់ដើមរដូវវស្សានេះបាទអញ្ចឹងមានជាដំណឹងចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនអ្នកដែលមានចំណាប់អារម្មណ៍បាទចង់បានជាមួយនឹងមេគូយកទៅចិញ្ចឹមក្នុងតម្លៃសមរម្យបងប្អូនអាចទស្សនាបាទជាមួយនឹងវីដេអូនេះបានបាទជាមួយនឹងរូបភាពមេគូដែលខ្ញុំបានបង្ហាញជូនសម្រាប់ថ្ងៃនេះផងដែរបាទអញ្ចឹងជាបន្តនេះតាក់ទងទៅនឹងដើមរដូវវស្សានេះបាទអញ្ចឹងខ្ញុំក៏បង្ហាញជូនក៏ដូចជាលើកឡើងបន្ថែមជាមួយនឹងបងប្អូនវិជាកសិករអ្នកដែលចូលចិត្តចិញ្ចឹមគោបាទនៅតែស្រឡាញ់គោបាទអញ្ចឹងចំពោះដើមរដូវវស្សាអញ្ចឹងពីថ្ងៃមិញនេះខ្ញុំក៏បានឡើងទៅយោបាទជាមួយនឹងវ៉ាក់សាំងដើម្បីធ្វើការចាក់ជាមួយនឹងវងគោទាំងអស់នេះតែម្ដងបាទអញ្ចឹងមិនថាតែកូនគូតូចឬក៏ធំឬក៏គូពោពោះទេព្រោះយើងអាចចាក់បានទាំងអស់ហើយក៏មានបងប្អូនមួយចំនួនក៏តែងតែសាកសួរដែរតាក់ទងទៅនឹងការចាក់វ៉ាក់សាំងនេះតើមានផលប៉ះពាល់ក៏ដូចជាផលរំខានអីទៅដល់មេគូដែលពោពោះបាទអញ្ចឹងខ្ញុំនឹងបន្ថែមជូនជាមួយនឹងវីដេអូមួយនេះផងដែរបាទសម្រាប់បងប្អូនអ្នកដែលចូលចិត្តក៏សូមជួយចុចជាវនៅតាមប្រព័ន្ធបណ្ដាញ YouTube ក៏ដូចជាshareបន្តនៅក្នុងបណ្ដាញសង្គម Facebook បាទអញ្ចឹងចំពោះការចាក់វ៉ាក់សាំងបាទវាមិនមានផលប៉ះពាល់អីទៅលើមេគូដែលពោពោះនោះទេតែវាអាចថាបើសិនជាបងប្អូនអ្នកដែលចាក់ទៅវាមានបញ្ហាទី1គឺអាចថាមកពីមេគូនឬខ្លាំងហើយបញ្ហាទី2គឺវាលោតចម្ប្រៅយើងក្រៀកមិនជាប់ធ្វើឲ្យប៉ះពាល់ទៅដល់កូនដែលនៅក្នុងពោះតែបើសិនជាបងប្អូនអ្នកដែលគាត់អាចចាប់ជាប់ឬក៏គូដែលស្លូតវាមិនរើវាមិនបំរះអីទេគឺគូនោះវាមិនមានបញ្ហាអីចោតទៅលើការចាស់វ៉ាក់សាំងទេបាទអញ្ចឹងចំពោះកូនគូតូចក៏យើងអាចប្រើប្រាស់បានដែរហើយកូនគូដែលធំជំទង់ឬក៏គូផើមគឺវ៉ាក់សាំងនេះมันមានផលប៉ះពាល់អីទេបាទព្រោះដោយសារឆ្នាំនេះបាទវាមិនមានសារធាតុអីមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់មេគូឬក៏កូនគូនោះទេបាទអញ្ចឹងអត្ថប្រយោជន៍នៃការប្រើប្រាស់វ៉ាក់សាំងគឺនៅពេលដែលបងប្អូនបានចាក់បង្ការហើយគឺវាមានភាពងាយស្រួលនៅពេលដែលគូរបស់បងប្អូនជួបនឹងបញ្ហាជំងឺណាមួយយើងងាយស្រួលក្នុងការព្យាបាលហើយការព្យាបាលទៅវាអស់ត្រូវការចំណាយលុយតិចបាទមិនមែនការប្រើប្រាស់វ៉ាក់សាំងហើយគូមិនឈឺនោះទេបាទគ្រាន់តែយើងងាយស្រួលក្នុងការព្យាបាលបាទហើយចំពោះការចាក់នេះទៀតមិនថាតូចឬក៏ធំទេយើងប្រើប្រាស់ទៅលើកូនគូក្តីមេគូក្តីគឺចំនួនតែ 2cc ទេក្នុងគូមួយក្បាលបាទហើយក្នុងមួយដបអាចថាវាទៅតាមចំណុះដបដែរដបខ្លះក៏អាចប្រើបានពី25ក្បាលទៅ50ក្បាលវាស៊ីសងទៅលើដបដែលមានចំណុះច្រើនបាទហើយមួយវិញទៀតបាទការចាក់នេះមិនប្រកាន់ពេលវេលាមិនថាតែព្រឹកឬក៏ថ្ងៃឬក៏ល្ងាចអីទេបាទនិយាយរួមឲ្យតែគូនៅនឹងក្រឬក៏អាចងាយស្រួលចាក់បងប្អូនអាចចាក់បានគ្រប់ពេលតែម្ដងបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញក៏ដូចជាចែកជូនដំណឹងទៅដល់បងប្អូនប្រជាកសិករក៏ដូចជាអ្នកចិញ្ចឹមទាំងអស់គ្នាបាទដែលថាដល់ពេលវេលាចាក់វ៉ាក់សាំងហើយគួរតែចាប់ផ្ដើមចាក់តែម្ដងបាទក៏ដូចជាវងគូរបស់ខ្ញុំនេះបាទអញ្ចឹងពេលល្ងាចទៅដល់ក្រោយនេះខ្ញុំនឹងរៀបចំចាក់បាទទាំងអស់តែម្ដងមិនថាតែកូនតូចឬក៏មេគូធំឬក៏មេគូដែលពោះទេខ្ញុំនឹងរៀបចំចាក់ឲ្យបានរួចរាល់បាទដើម្បីបង្ការជំងឺជាច្រើនមុខបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបាទអ្នកដែលស្រឡាញ់សត្វអ្នកដែលគិតគូរដល់សត្វគួរតែត្រៀមឬក៏អាចថានៅខាងបងប្អូនមានចាក់ហើយចាប់ផ្ដើមទៅបាទហើយចំពោះគូនេះផងដែរបាទថ្ងៃស្អែកបាទឡើងត្រឡប់ទៅនៅខាងក្រុងសេរីសុភ័ណ្ឌវិញម្ដងហើយអញ្ចឹងឡើងទៅ4ក្បាលព្រឹកនេះបាទអញ្ចឹងមានអ្នកនៅខ្លះហើយមានអ្នកទៅនៅទីក្រុងវិញខ្លះបាទអញ្ចឹងត្រឡប់ទៅស្រុកកំណើតខាងក្រុងសេរីសុភ័ណ្ឌវិញបាទមាន4ក្បាលនេះបាទក្បាលទី1ហើយក្បាលទី2បាទមេសនោះបាទកំពុងតែអូនស៊ីមេធំខាងនោះ1
ហើយស៊ីនៅឆ្ងាយនោះមួយដើរមកពីក្រោយខ្ញុំខាងនេះមួយបាទឡើងទៅខាងក្រុងសេរីសុភ័ណ្ឌវិញហើយទៅនៅខាងនោះម្ដងហើយនេះបង្ហាញជូនមេគោដែលបងប្អូនចង់បានបាទមេគោក្នុងតម្លៃសមរម្យយកទៅចិញ្ចឹមបាទហើយផើមក៏ធំផងដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចតាក់ទងមកបានបាទអញ្ចឹងសំឡេងរៀងរំខានបន្តិចដោយសារនៅខាងខ្ញុំនេះតាមវាលបាទវារៀងខ្យល់ខ្លាំងបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា